ចឹងឥឡូវសួរថានៅពេលដែលយើងធ្វើផ្នែកទី1ហើយផ្នែកទី2យើងធ្វើដូចម្ដេចណាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើផ្នែកទី1ហើយអញ្ចឹងផ្នែកទី2យើងត្រឡប់ទៅអឺកម្មវិធីចេះរបស់យើងវិញមកបាទដើម្បីយើងរកផ្នែកទី2ណាអញ្ចឹងដល់ពេលនេះយើងគ្រាន់តែអូសនេះអូសលេខអូសទៅលើវិញមកដើម្បីយើងត្រឡប់ទៅកម្រងសំណួរណាបាទអញ្ចឹងយើងឃើញថាកន្លែង variable នេះជាប់ផ្នែកទី1ណាជាប់កម្រងសំណួរផ្នែកទី1អញ្ចឹងយើងកន្លែងនេះយើងចុច2ដងទៅបាទចុច2ដងទៅដើម្បីឲ្យក្បាលព្រួយនេះនេះចុចលើកម្រងសំណួរ2ដងដើម្បីឲ្យក្បាលព្រួយនេះត្រឡប់ទៅផ្នែកនេះវិញណាហើយយើងចាប់កម្រងសំណួរផ្នែកទី1តម្លាក់ទៅខាងនេះវិញណាបាទហើយបន្ទាប់មកយើងចូលដល់កម្រងសំណួរផ្នែកទី2ណាអញ្ចឹងផ្នែកទី2យើងតាំងដោយ KS ណាបាទផ្នែកទី2នេះយើងមាន5កម្រងសំណួរបាទនេះ5កម្រងសំណួរអញ្ចឹងយើងចាប់ត្រឹមលេខ5នេះមកបាទ KS 1រហូតដល់ KS 5ហើយយើងតម្លាក់ចូលមកណាបាទដល់ពេលតម្លាក់ចូលទៅវាចាញ់ដោយអូតូម៉ាទិកតែម្ដងដោយសារតែយើងធ្លាប់បានគណនានៅក្នុងផ្នែកទី1ហើយអញ្ចឹងយើងគ្រាន់តែចុច copy មកនេះកន្លែងនេះយើងរកមានហើយនឹង standard deviation ណាអញ្ចឹងយើងគ្រាន់តែ copy មកអញ្ចឹងយើងទៅដាក់នៅលើ sheet នៅលើ sheet ហើយយើងអឺប្រកួតត្រឹម2ខ្ទង់នៅខាងក្រោយបាទខាងក្រោយក្មាសហើយយើងចុចកន្លែងនេះមកបាទហើយតោះមកយើងអាច copy ទៅដាក់នៅក្នុង Word បាទហើយណាបាទអញ្ចឹងរួចរាល់ដល់ពេលកន្លែងfrequency ហើយនឹង percentage ដូចគ្នាដែរយើងគ្រាន់តែ screenshot នេះខាងក្រោមនេះមក screenshot អឺ frequency table នេះយកទៅដាក់នៅក្នុង AI ទៅដើម្បីឲ្យ AI គណនាឲ្យបាទតែយើងក៏ត្រូវពិនិត្យមើលឡើងវិញដែរណាថាតើ AI ហ្នឹងយកទិន្នន័យមកបូកចូលគ្នាហើយចែកទៅត្រូវអត់អញ្ចឹងណា